ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមានមុខម្ហូបមួយទៀតហើយមកចែកជូនបងប្អូនទាំងអស់គ្នាមុខម្ហូបនេះគឺថាងាយទេធ្វើតែមួយផ្លែទេគឺយើងបានញ៉ាំហើយអញ្ចឹងថ្ងៃនេះនេះខ្ញុំមកឆាមឹកម្រេចខ្ចីដែលមានរសជាតិឈ្ងុយឆ្ងាញ់កុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចំពោះគ្រឿងផ្សំនេះខ្ញុំមានម្រេចខ្ចីមានខ្ទឹមបារាំងមានការ៉ុតមានម្ទេសផ្លោកពណ៌ខៀវរួចហើយនេះខ្ញុំក៏មានមឹកបំពង់ផងដែរជាដំបូងនេះខ្ញុំដាំទឹកឲ្យពុះដើម្បីស្រោះមឹកទឹកមកយើងពុះហើយគឺយើងដាក់មឹកចូលយើងស្រោះអត់យូរទេស្រោះតែ1នាទីទេណាបងប្អូនទាំងអស់គ្នារួចហើយនឹងខ្ញុំស្រង់មឹកដាក់ទឹកត្រជាក់បន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅចាក់ប្រេងឲ្យលឺបន្តិចដាក់ខ្ទឹមសរំលីងខ្ទឹមឲ្យឡើងឈ្ងុយសិនមកឥឡូវនេះឃើញថាខ្ទឹមឲ្យយើងពណ៌ឡើងក្រហមហើយឡើងឈ្ងុយពេញផ្ទះឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងនេះខ្ញុំបានដាក់មឹកចូលហើយនេះខ្ញុំបានឆាមឹកឲ្យចូលសព្វជាមួយនឹងខ្ទឹមរួចហើយនេះខ្ញុំបានដាក់អំបិល1ចុងស្លាបព្រាបាយស្ករស1ចុងស្លាបព្រាបាយរ៉ូឌី1ចុងស្លាបព្រាបាយដាក់គ្រឿងរួចហើយនេះខ្ញុំបានឆាមឹកឲ្យចូលសព្វជាមួយនឹងគ្រឿងបានល្អសិនមករួចហើយនេះខ្ញុំបានដាក់បន្លែចូលបន្លែនេះខ្ញុំដាក់ការ៉ុតហើយនិងម្ទេសផ្លោកមុនដាក់បន្លែចូលហើយយើងឆាបន្លែចូលសព្វជាមួយនឹងគ្រឿងហើយឲ្យបន្លែរបស់យើងឆ្អិនបន្តិចសិនមកថាបន្លែរៀងឆ្អិនហើយនេះខ្ញុំបានដាក់ខ្ទឹមបារាំងចូលដាក់ខ្ទឹមបារាំងចូលហើយនេះខ្ញុំបានដាក់ម្រេចចូលរួចហើយនេះខ្ញុំបានឆាកូរត្រឡប់ទៅមកឲ្យគ្រឿងរបស់យើងហើយនឹងបន្លែហើយសាច់នឹងចូលសព្វគ្នាបានល្អហើយនេះខ្ញុំដាក់ទឹកប៉េងប៉ោះ1ស្លាបព្រាបាយចូលទឹកត្រីកន្លះស្លាបព្រាបាយម្រេចចូល1ចុងស្លាបព្រាបាយនេះខ្ញុំក៏បានថែមទឹកប្រេងខ្យង1ចុងស្លាបព្រាកាហ្វេផងដែរនេះឆាមឹកម្រេចខ្ចីរបស់យើងបានឆ្អិនហើយបងប្អូនទាំងអស់គ្នាអញ្ចឹងនេះខ្ញុំបានដួសដាក់ចានមកបងអូនមើលតំណងឯងមិនត្រឹមតែតំណងឯងរសជាតិគឺថាកូននឹង10ហ្មងចឹងបងប្អូនអាចសាកធ្វើញ៉ាំបានទាំងអស់គ្នានេះខ្ញុំធានាលើរសជាតិគឺថាឆ្ងាញ់ហើយអ្វីដែលសំខាន់គឺយើងធ្វើលឿនទេបងប្អូនទាំងអស់គ្នាត្រឹមតែរយៈពេល5-6នាទីទេគឺយើងបានញ៉ាំហើយអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់